សួរពុកម៉ែបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅលើកំពូលភ្នំកំពូលភ្នំនេះដែរគឺមានវត្តមួយដែលមានឈ្មោះថាហូភ្នៅនៅទីតាំងស្រុកកងពិសីខេត្តកំពង់ស្ពឺពុកម៉ែបងប្អូនទាំងគ្នាហើយឥឡូវនេះខ្ញុំនឹងផ្តិតយកនៅរូបភាពទាំងស្រុងដើម្បីជាការចែករំលែកជូនពុកម៉ែបងប្អូនទាំងគ្នាជុំវិញនៅវត្តអារាមមួយនេះតោះបងប្អូនទាំងគ្នាមកជាមួយខ្ញុំហើយនេះគឺជាជួងពុកម៉ែបងប្អូនទាំងគ្នាណាជួងនឹងគេប្រើប្រាស់សម្រាប់ឲ្យសញ្ញាផ្សេងបើសម្រាប់ប្រសង់ជាទូទៅគេវាយជួងនេះគឺដើម្បីជាសញ្ញាមួយប្រាប់ប្រសង់ថាដល់ពេលដល់ម៉ោងដែលត្រូវឡើងមកឆាន់ចង្ហាន់នៅលើសាលាឆាន់ណាហើយចង្ហាន់ឬក៏ឆាន់ភេសជ្ជៈពេលល្ងាចចង្ហាន់ព្រឹកឬចង្ហាន់ថ្ងៃឬក៏ជាជួងមួយដែលប្រកោសប្រកាសអាសន្នដែលកើតមាននៅក្នុងវត្តអារាមនេះផងដែរហើយពិសេសមួយទៀតជួងនេះក៏គេប្រើសម្រាប់នឹងការផ្ដល់សញ្ញាទៅប្រសង់ហើយនិមន្តមកជុំគ្នាដើម្បីមកនមស្ការព្រះនៅក្នុងព្រះវិហារពុកម៉ែបងប្អូនទាំងគ្នាហើយនេះគឺជាវិហារបុរាណមានអាយុកាលរាប់រយឆ្នាំមកហើយបើតាមលោកយាយដែលគាត់មានប្រសាសន៍មកណាវិហារនេះខាងក្រសួងវប្បធម៌ឬក៏មន្ទីរវប្បធម៌គេអត់ឲ្យវាយចោលទេអត់អាចវាយបានទេមានសិទ្ធិតែត្រឹមជួសជុលកែលម្អហើយខាងក្រោយនេះហើយផ្នែកខាងក្រៅនេះគឺកន្លែងដែលគេជួសជុលក្រោយឯពុកម៉ែបងប្អូនដើម្បីទប់លំនឹងកុំឲ្យវាបាក់បែកឬខូចណាពុកម៉ែបងប្អូនអរគ្នាតោះទៅមុខទៀតយើងនឹងទៅមើលកន្លែងនឹងផ្ទាល់ហើយនៅកន្លែងនេះតិចពុកម៉ែបងប្អូនអរគ្នាអាកាសធាតុត្រជាក់ខ្លាំងមែនទែនមានខ្យល់បរិសុទ្ធស្រស់ស្រាយហើយឥឡូវហ្នឹងអត់មានប្រជាពលរដ្ឋគាត់មកទេដោយសារវេលាស្មើនឹងប្រសងឆាន់រួចហើយភាគច្រើនយាយតាខ្ទង់ប្រហែលជា3 4 5នាក់ដែរដែលគាត់មករៀបចង្ហាន់ប្រគេនប្រសងនៅលើសាលាឆាន់ណាហើយមនុស្សដែលច្រើនគឺភាគច្រើនមកថ្ងៃបន់ឬថ្ងៃសិលថ្ងៃសិលភាគច្រើនយាយតាគាត់មករក្សាសិលពុកម៉ែបងប្អូនអរគ្នាតោះបងប្អូនអរគ្នាមកតាមខ្ញុំបន្តទៀតកន្លែងនេះមានកន្លែងសក្ការៈបូជាច្រើនដែរពុកម៉ែបងប្អូនទាំងគ្នាហើយនេះគឺជាកន្លែងខ្ញុំមិនដឹងថាឈ្មោះយាយអីទេប៉ុន្តែកន្លែងនេះគឺជាកន្លែងដែលសម្រាប់បន់ស្រន់កន្លែងបួងសួងដែរមានជើងធុកមានអីច្រើនដែរពុកម៉ែបងប្អូនទាំងគ្នាហ្នឹងចូលមានកន្លែងគេដុតធូបប៉ុន្តែឥឡូវនេះវាអត់ទាន់មានទេពុកម៉ែបងប្អូនទាំងគ្នាតោះយើងទៅមើលបន្ថែមទៀតហើយនៅបងប្អូនទាំងគ្នាមើលខាងក្រោមសត្វតដើមឈើកន្លែងនេះលើភ្នំនោះយើងចាក់សំងឡើងចាក់សសរឡើងទេធ្វើនៅលើភ្នំនោះផ្ទាល់តែម្ដងហើយដើមឈើស្មើហ្នឹងគឺបក់រវិចទេបងប្អូនណាលហើយស្រួលខ្យល់អាកាសត្រជាក់មកយើងលំបាកឬក៏យើង stress តបប្រមល់អីកន្លែងនេះអាចជាកន្លែងមួយដែលឲ្យយើងបន្ធូរអារម្មណ៍បាននេះគឺខ្ញុំនៅមុខព្រះវិហារពុកម៉ែបងប្អូនទាំងគ្នាព្រោះវិហារហ្នឹងក៏ចាក់សោហើយអត់អាចឲ្យចេញចូលជាសាធារណៈបានទេសម្រាប់តែប្រសង់ចេញចូលទេព្រោះណាមួយយើងដល់អត់ដឹងមានកិច្ចការអីដែលត្រូវចូលដែរពុកម៉ែបងប្អូនទាំងគ្នានេះមើលទីធ្លាស្អាតពុកម៉ែបងប្អូនរចនាបថប្លែកវិហារហ្នឹងមើលទៅប្លែកមកពុកម៉ែបងប្អូនទាំងគ្នានេះអូននេះមើលសត្វតែឈើវិហារនេះធ្វើពីឈើបើតាមលោកយាយអាយុកាលរាប់រយឆ្នាំហើយលោកយាយមិញអាយុ70ហើយគាត់ថាកើតអត់ទាន់សត្វតែឈើណានឹងអូនថាចាប់ទៅលើឃើញសត្វតែឈើទេអញ្ចឹងវាចូលទៅជាសម្បត្តិបេតិកភណ្ឌជាតិរបស់យើងហើយអាចមានសិទ្ធិក្នុងការបំផ្លាញឬក៏រុះរើបានតែមានតែសិទ្ធិក្នុងការថែរក្សាទុកនឹងពុកម៉ែបងប្អូនទាំងគ្នាហើយនេះមានដើមពោមានដើមអីច្រើនតែតើពុកម៉ែនេះដើមពោនេះគឺជាដើមឈើដែលព្រះពុទ្ធត្រាស់ដឹងណាព្រះពុទ្ធដែលយើងគោរពសពថ្ងៃព្រះអង្គត្រាស់ដឹងក្រោមដើមពោហ្នឹងដែលខ្មែរយើងហៅថាដើមពោទីព្រឹកណាពុកម៉ែបងប្អូនទាំងគ្នាដើមកំណើតកន្លែងហ្នឹងគឺព្រះពុទ្ធត្រាស់ដឹងព្រះពុទ្ធរកឃើញនៅពធមេរៀនសម្រាប់អប់រំពុទ្ធបរិស័ទឲ្យដើរនៅក្នុងផ្លូវដ៏ត្រឹមត្រូវបងប្អូនទាំងគ្នាហើយនេះគឺជាដើមអំពិលអូបងប្អូនទាំងគ្នាហើយផ្លែច្រើនណានោះអូនោះផ្លែច្រើនណាផ្លែច្រើនមែនតើបងប្អូនទាំងគ្នាអំពិលខ្ចីល្អ
ហើយអំពិលនេះបងប្អូនហើយបើយកទៅបុកមកជូរជ្រលក់ជាមួយនឹងត្រីក្រាញ់ត្រីដែងឬក៏យកទៅស្លអីក៏ឆ្ងាញ់ដែរបងប្អូនសតតែរបស់ធម្មជាតិទាំងអស់ហ្នឹងហើយដើមអំពិលច្រើនណាខែហ្នឹងខែអំពិលបងប្អូនតាមវត្តខ្លះពុទ្ធបរិស័ទគិតមកសុំបេះអំពិលបេះអីចឹងយកទៅស្លយកទៅធ្វើម្ហូបណាប៉ុន្តែក្នុងវត្តនេះខ្ញុំមិនដឹងថាពុទ្ធបរិស័ទគាត់មកសុំអត់ទេមកពេលដែលឃើញអំពិលច្រើនបែបហ្នឹងអំពិលនេះបើតាមប្រសងឆាន់ក៏ឆាន់មិនអស់ដែរបងប្អូនទាំងអស់គ្នាប្រសងឆាន់មិនអស់ទេមើលនៅអំពិលផ្លែឡើងស្កេះស្កាស់ហ្មងណាហ្នឹងហើយអំពិលផ្លែច្រើនណាពុកម៉ែបងប្អូនទាំងអស់គ្នាជាមួយតែទុំទៀតគឺផ្លែរឹតតែចាទុំទៀតគឺឃើញកាន់តែច្រើនទៅអំពិលហ្នឹងខ្ចីក៏ឆ្ងាញ់ទុំក៏ឆ្ងាញ់ដែរបងប្អូនទាំងអស់គ្នាផ្លែនោះផ្លែដល់ហើយបងប្អូនទាំងអស់គ្នាអាយុកាលប្រហែលយូរឆ្នាំហើយដើមអំពិលហ្នឹងហើយក្រោមដើមអំពិលនេះធ្វើបងអង្គុយសម្រាប់ពុទ្ធបរិស័ទមកធ្វើបន់ធ្វើទានđấyគាត់អាចអង្គុយបានណាពុកម៉ែបងប្អូនទាំងអស់គ្នាតោះយើងមកមើលកន្លែងនេះមួយទៀតនេះកន្លែងនេះគេទេពុកម៉ែបងប្អូនទាំងអស់គ្នាវត្តនេះមានកន្លែងច្រើនណាពុកម៉ែបងប្អូនទាំងអស់គ្នាតែយើងត្រូវដើរមើលទស្សនាហើយនេះគឺជាចេតិយខ្ញុំមិនដឹងថាចេតិយហ្នឹងធ្វើពីកាលណាទេហើយក៏អត់ដឹងថាចេតិយហ្នឹងជារបស់នរណាដែរព្រោះអត់បានចូលទៅមើលបើធម្មតាចេតិយខ្មែរមួយគឺមានតែសេឈ្មោះចេតិយរបស់អបាសកនេះអបាសកានេះរបស់ទាយុនេះទាយិកានេះអញ្ចឹងណាហ្នឹងហើយពុកម៉ែបងប្អូនទាំងគ្នាហើយនេះកន្លែងស្បង់ប្រសងបែរលហែកឲ្យបោះចោលហើយតោះយើងឡើងមកមើលកន្លែងនេះទៀតកន្លែងហ្នឹងកន្លែងអីគេពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងវត្តអារាមហ្នឹងសំណង់ចាស់ហ្នឹងឃើញវិហារគោលនោះសតតែសំណង់ថ្មីទាំងអស់ពុកម៉ែបងប្អូនទាំងគ្នាខ្ញុំមកដឹងថាកន្លែងហ្នឹងកន្លែងឯដែរតោះឡើងមកអូនទៅមើលទាំងអស់គ្នាហើយយើងឡើងមកដល់កន្លែងនេះហើយយើងចាំមើលទេសភាពទៅខាងក្រោមគឺស្រស់ស្អាតមែនទែនបងប្អូនទាំងគ្នាអូកន្លែងនេះកន្លែងព្រះពុទ្ធរូបអញ្ចឹងថ្វាយអង្គមព្រះសិនពុកម៉ែបងប្អូនទាំងគ្នាហ្នឹងហើយកន្លែងនេះកន្លែងសម្រាប់អុជធូបបុកកន្លែងសូត្រធម៌កន្លែងអីដែរពុកម៉ែបងប្អូនណានឹងទេសភាពស្អាតណាបងប្អូនទាំងអស់គ្នាមើលទៅខាងក្រោមអូយស្អាតមែនតែនហ្មងបងប្អូននោះសតតែផ្ទះរបស់ប្រជាពលរដ្ឋដែលគាត់នៅក្បែរហ្នឹងណានៅក្បែរជើងភ្នំហ្នឹងស្រស់ស្អាតណាបងប្អូនទាំងអស់គ្នាមើលណាមើលផ្ទះរបស់ប្រជាពលរដ្ឋស្អាតណាឃើញទេអញ្ចឹងអ្នកនៅតាមជើងភ្នំហ្នឹងរស់នៅតិចស្រួលដែរវាលហើយបើលើភ្នំនឹងរត់តែតិចទៀតមិនចាំបាច់ប្រើម៉ាស៊ីនតិចឬប្រើកង្ហាល់ទេពុកម៉ែបងប្អូនទាំងអស់គ្នាឃើញទេឃើញទេសភាពឯស្អាតណាបងប្អូនណោះស្អាតមែនតែនហ្មងអានេះខ្ញុំថតក្នុងទូរស័ព្ទដៃណាឃើញច្បាស់បានប៉ុណ្ណឹងស្អាតណាពុកម៉ែបងប្អូនទាំងអស់គ្នាអានឹងដើមឈើឡើងតិចតិជឹមតិចហ្មងណាអញ្ចឹងខ្មែរយើងមានភ្នំហើយមានដើមឈើព្រៃព្រឹក្សាអានឹងក៏ជាកន្លែងមួយអំណោយផលសម្រាប់យើងដើរលេងកំសាន្តហើយសប្តាហ៍ថ្ងៃនេះមានភ្នំហើយយើងមានវត្តអារាមនៅលើភ្នំនោះទៀតហើយនោះយើងចុះទៅក្រោមទៀតយើងដើរមើលកន្លែងផ្សេងទៀតតើចង់ដឹងថាវាមានស្អីទៀតដែលយើងអាចដឹងពីវត្តអារាមមួយហ្នឹងណាអូនេះផ្លែឈើបងប្អូនផ្លែគេហ្នឹងអូនស្គាល់ទេផ្លែគេអូក្នុងផ្លែអីបងប្អូនណាដឹងអាចជួយខមមិននៅក្នុងវីដេអូខាងក្រោមនេះផងដែរផ្លែនេះមិនដឹងគេហូបផ្លែបានឬក៏មិនដែរណានេះអូនចាប់ទាញមើលមើលមិនដែរអូផ្លែនេះដូចផ្លែកទួតមិនទេនេះដូចកទួតបាទអូនសាយ៉ាងមិនដែររសជាតិអូខេហ្នឹងហើយបងប្អូនទាំងអស់គ្នាអត់ដឹងរសជាតិយ៉ាងម៉េចទេដាក់មួយម៉ាត់ទៅខ្ជិះចោលអូឬក៏ថាល្វីងបងប្អូនអូអាហ្នឹងដើមអីគេដើមអូនម៉ូញឬក៏ដើមអីគេអូស្រុកខ្ញុំហៅអូនម៉ូញហ្នឹងបងប្អូនហៅអីណាតោះបងប្អូនទាំងអស់គ្នាបន្តដំណើរមើលកន្លែងផ្សេងទៀតស្មើនេះឮសលេងសัตว์ចាបងប្អូនយំជីប
ស្រស់ស្រាយបងប្អូនយើងធ្វើការងារ stress អីយើងរកកន្លែងអញ្ចឹងស្រោបខ្យល់បរិសុទ្ធទៅពេលខ្លះនៅភ្នំពេញយូរពេក stress វាខ្យល់អាកាសវាអាប់អួរបងប្អូនអរគ្នាខ្យល់អាកាសអាប់អួរអញ្ចឹងទៅវាធ្វើឲ្យយើងពិបាកក្នុងការរស់នៅយើងរកកន្លែងបញ្ចេញជាតិពុលបញ្ចេញអារម្មណ៍មិនល្អដោយកន្លែងហ្នឹងជាកន្លែងដែលបញ្ចេញអារម្មណ៍មួម៉ៅបានហ្នឹងនេះខ្យល់អាកាសធាតុបរិសុទ្ធណាតិចបងប្អូនអរគ្នានេះខ្ញុំឃើញកន្លែងនេះមួយទៀតនេះកន្លែងនេះដូចជាប្រាសាទបុរាណមិនឬគេធ្វើថ្មីឬក៏មិនពុកម៉ែបងប្អូនអរគ្នាអូនេះមិនដងទឹកទេកន្លែងនេះជាកន្លែងលឹងព្រឹកអេសូកន្លែងយូនីកន្លែងហ្នឹងណាហើយនេះថ្មបុរាណជាងកន្លែងនេះជាតំបន់ប្រវត្តិសាស្ត្រមួយតាមមើលទៅខ្ញុំមិនដឹងយ៉ាងម៉េចទេពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែកន្លែងនេះកន្លែងយូនីនេះកន្លែងយូនីលឹងអេសូនិងយូនីណាអញ្ចឹងហើយនេះសំណង់ថ្មហ្នឹងគេធ្វើចំដើឲ្យឡើងទៅនេះឲ្យឡើងទៅបានអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានេះចំដើយើងអាចឡើងទៅមើលបានអាចឡើងទៅមើលបានជាមួយខ្ញុំឡើងទៅណាតោះនេះអូមានចិនដើមានអីត្រឹមត្រូវតែពុកម៉ែបងប្អូនទាំងគ្នានេះអូវ៉ាវប្លែកម្យ៉ាងដែរបងប្អូននេះអូនេះស្អាតណាស់អូហើយបងប្អូនទាំងអស់គ្នាកន្លែងបងអង្គុយលេងហ្នឹងមកអែមនេះអូហើកន្លែងហ្នឹងតិចស្រួលនេះអង្គុយលេងពិភាក្សាគ្នាឬក៏សម្រាប់ប្រសង់ឆាន់តែប្រសង់សូត្រធម៌ទិញធម៌នៅកន្លែងនេះល្អតិចល្អបងប្អូនអរគ្នាអញ្ចឹងប្រសង់ឬក៏តាអាចារ្យគាត់បានកែច្នៃកន្លែងនេះជាកន្លែងអង្គុយលេងល្អមែនតើអូនយ៉ាត់ធ្លាក់ហើយស្រួលអូឡូនិយាយទៅវាឡងមកវិញណាបងប្អូនអរគ្នានេះមានស្លឹកគ្រៃប្រហែលគុំដែរបងប្អូននេះត្រូវការស្លដកភ្លាមបាននេះនិយាយតាណាហើយនេះដើមអត់ដឹងដើមអីបងប្អូននឹងដើមច្រេះឬក៏ដើមអីនេះបងប្អូនណាដឹងជួយខមមិនប្រាប់នៅក្នុងវីដេអូនេះផងហើយនេះកន្លែងមួយទៀតកន្លែងសម្រាប់ប្រសង់ដែរនេះអូសតតែឆ្មាបងប្អូនអូនចូលចិត្តទេសតតែឆ្មានេះកន្លែងនិយាយតាក៏ដាក់ចំណីឲ្យឆ្មាណានឹងកន្លែងនេះសម្រាប់ចិញ្ចឹមឆ្មាណាវត្តហ្នឹងឆ្មាច្រើនហើយចូលថតឲ្យចិត្តហ្នឹងណាកន្លែងឆ្មានិយាយតាដាក់ចំណីឲ្យហ្នឹងហើយបងប្អូនអរគ្នាទីធ្លាមានតែប៉ុណ្្នឹងឯងក្នុងវត្តហ្នឹងទីធ្លាដីទូចដែរព្រោះនៅលើកំពូលភ្នំហើយហ្នឹងគឺជាសាលាឆាន់ហើយតាមលោកយាយគាត់ថាគម្រោងនឹងវាយចោលព្រោះឥឡូវកំពុងតែរៀបចំសាងសង់ថ្មីដោយសារសាលានឹងរៀងចាស់អញ្ចឹងណាហើយនេះគឺជាកន្លែងសម្រាប់មន្ទីរចូលបច្ច័យមានតែកន្លែងដែលសម្រាប់បរិស័ទយកបច្ច័យមកចូលបនចូលអីនៅកន្លែងហ្នឹងឯងពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងវីដេអូអត់មានអីច្រើនទេពុកម៉ែបងប្អូនទាំងអស់គ្នាគឺមានតែប៉ុណ្្នឹងខ្ញុំសូមអរគុណច្រើនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានមើលវីដេអូរបស់ខ្ញុំពីដើមរហូតដល់ទីបញ្ចប់ហើយសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូរបស់ខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយ like ជួយ share ឬបើមិនទាន់ចុច subscribe channel YouTube របស់ខ្ញុំទេសូមជួយ subscribe channel YouTube មួយនេះផងដើម្បីជាការជួយគ្រប់គ្រងលើកទឹកចិត្តទៅដល់ខ្ញុំបាទនិងក្រុមការងារបន្ថែមទៀតក្នុងគណៈពេលនេះខ្ញុំបាទដែលជាអ្នកអត្ថាធិប្បាយនៅក្នុងវីដេអូនេះសូមអរគុណសូមជម្រាបលាបាយបាយ